អ្វីប្រទេសមួយចំនួននៅអាស៊ីអាចដឹកនាំប្រទេសចេញពីភាពក្រីក្រពលរដ្ឋមានបានកម្លាំងការពារជាតិរឹងមាំខណៈប្រទេសខ្លះទៀតនៅជាប់ផុងក្នុងអំពើពុករលួយហើយការអភិវឌ្ឍយឺតយ៉ាវព្រោះអំពើពុករលួយមិនត្រឹមតែលួចលុយរដ្ឋប៉ុណ្ណោះទេវាលួចឱកាសរបស់ប្រជាជនផងដែរពេលលុយជាតិហូរចេញតាមផ្លូវពុករលួយសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ការងារនិងឱកាសធុរកិច្ចក៏មិនអាចរីកលូតលាស់បានពេញលេញដែរចុងក្រោយអ្នកដែលរងគ្រោះមុនគេបំផុតគឺប្រជារាស្ត្រសាមញ្ញដែលនៅតែជាប់ផុងនៅក្នុងភាពក្រីក្រទោះបីជាប្រទេសមានសក្តានុពលក៏ដោយនោះហើយជាមូលហេតុដែលប្រទេសមួយមិនអាចទុកឲ្យអំពើពុករលួយរីករាលដាលបានទេពេលអំពើពុករលួយត្រូវបានទប់ស្កាត់លុយរដ្ឋហូរចូលទៅការអភិវឌ្ឍពិតប្រាកដសេវាសាធារណៈដំណើរការលឿនវិនិយោគិនចូលកាន់តែច្រើនការងារកើនប្រជាជនមានចំណូលខ្ពស់រដ្ឋមានអំណាចហើយឆ្អឹងខ្នងការពារជាតិក៏នឹងរឹងមាំនៅអាស៊ីមាន3ប្រទេសដែលផ្ដល់មេរៀនល្អបំផុតនៅក្នុងការទប់ស្កាត់អំពើពុករលួយគឺសិង្ហបុរីជប៉ុននិងវៀតណាមសិង្ហបុរីបង្ហាញមេរៀនទី1បើចង់ឲ្យប្រទេសអភិវឌ្ឍលឿនត្រូវធ្វើឲ្យអំពើពុករលួយคล้ายទៅជារឿងគ្រោះថ្នាក់បំផុតនៅលើសន្ទុះការយល់ឃើញអំពីអំពើពុករលួយរបស់អង្គការដំឡាភិបអន្តរជាតិប្រចាំឆ្នាំ2025សង្ហបុរីឈរលេខ3ក្នុងពិភពលោកនិងលេខ1នៅអាស៊ីជាប្រទេសដែលកម្ចាត់អំពើពុករលួយបានល្អបំផុតកម្ពុជាឈរលេខ163ក្នុងចំណោម182ប្រទេសនេះបង្ហាញថាគម្លាតរវាងប្រទេសដែលគ្រប់គ្រងអំពើពុករលួយបានល្អនិងប្រទេសដែលនៅជួបបញ្ហានេះគឺធំណាស់យោងតាមអង្គភាពស៊ើបអង្កេតអំពើពុករលួយរបស់សង្ហបុរីសង្ហបុរីឈរលើសសរស្តម្ភចំនួន4គឺច្បាប់រឹងមាំអនុវត្តច្បាប់ស្មើភាពផ្ដន់ទាទោសច្បាស់លាស់មិនមែនចូលពីមុខចេញពីក្រោយរដ្ឋបាលសាធារណៈបម្រើរាស្ត្រមិនមែនបម្រើបកហើយទាំងអស់នេះត្រូវបានគ្រប់គ្រងដោយឆន្ទៈនយោបាយពីលើចុះក្រោមច្បាប់របស់សង្ហបុរីផ្ដល់អំណាចដល់អ្នកស៊ើបអង្កេតនិងកំណត់ទោសអំពើពុករលួយយ៉ាងតឹងរ៉ឹងសង្ហបុរីបានធ្វើឲ្យមនុស្សយល់ឃើញថាកັບកេងលុយខុសច្បាប់គឺជាផ្លូវទៅរកគុកច្រវាក់ជប៉ុនបង្ហាញមេរៀនទី2ប្រទេសមួយអាចរឹងមាំនិងរីកចម្រើនបានលុះត្រាតែរដ្ឋមានវិន័យបន្ទាប់ពីសង្គ្រាមលោកលើកទី2ជប៉ុនបានស្ដារប្រទេសឡើងវិញយ៉ាងលឿនដោយកសាងរដ្ឋបាលដែលមានរបៀបរៀបរយផែនការអភិវឌ្ឍវែងឆ្ងាយឧស្សាហកម្មរឹងមាំនិងមន្ត្រីដែលបម្រើរាស្ត្របានល្អឯកសាររបស់ធនាគារពិភពលោកក៏សម្គាល់ថាជប៉ុនសម្រេចបានទាំងកំណើនសេដ្ឋកិច្ចខ្ពស់ទាំងការចែកចាយចំណូលមានសមធម៌មានន័យថាជប៉ុនមិនបណ្ដោយឲ្យអ្នកមានកាន់តែមានអ្នកក្រកាន់តែក្រនោះទេមេរៀនធំពីជប៉ុនគឺរដ្ឋត្រូវតែដំណើរការតាមប្រព័ន្ធមន្ត្រីត្រូវមានវិន័យហើយការសម្រេចចិត្តមិនអាស្រ័យទៅលើខ្នងក្រាស់លុយក្រែឡើយវៀតណាមផ្ដល់មេរៀនទី3មន្ត្រីធំប៉ុណ្ណាក៏ដោយក៏អាចជាប់គុកបានដែរឲ្យតែហ៊ានពុករលួយវៀតណាមមិនល្អដោយសង្ហបុរីហើយក៏មិនមានវិន័យតឹងរ៉ឹងដោយជប៉ុនវៀតណាមឈរនៅលេខរៀងទី81ក្នុងចំណាត់ថ្នាក់ពុករលួយលើពិភពលោកក៏ប៉ុន្តែវៀតណាមហ៊ានប្រលះសាច់ស្អុយចាប់មន្ត្រីដាក់គុកទោះឋានៈធំប៉ុណ្ណា Reuters រាយការណ៍ថាមន្ត្រីវៀតណាមរាប់រយនាក់ត្រូវបានស៊ើបអង្កេតក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមេដឹកនាំកម្ពុជាជាច្រើនរូបបានរបូតតំណែងហើយអ្នកជំនួយដែលប្រើខ្នងមន្ត្រីត្រូវចាប់ញាត់គុកសរុបមកមេរៀនធំបំផុតពីប្រទេសទាំង3នេះគឺដូចគ្នាគ្មានប្រទេសណាមួយអាចអភិវឌ្ឍលឿនបានទេបើទុកឲ្យអំពើពុករលួយស៊ីឈាមសេដ្ឋកិច្ចរាល់ថ្ងៃពេលច្បាប់មានតម្លៃពេលមន្ត្រីធ្វើការតាមប្រព័ន្ធនិងពេលអ្នកធំមិនអាចអង្គុយលើច្បាប់ប្រទេសនោះទៅមានឱកាសរឹងមាំទាំងសេដ្ឋកិច្ចទាំងរដ្ឋបាលនិងទាំងការពារជាតិខ្ញុំរស់សុធាពី News Today NTTV